ប្រិយមិត្តទូទស្សនិកជនជាទីគោរពនិងជាទីមេត្រីបាតុភូតធម្មជាតិនៃប្រព័ន្ធព្រះអាទិត្យដែលគេហៅថាសមរាត្រីនៃសាមញ្ញគឺរយៈពេលថ្ងៃនិងយប់ស្មើគ្នាត្រូវនឹងព្រឹត្តិការណ៍ព្រះអាទិត្យរះនៅចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្តដែលគេអាចមើលឃើញច្បាស់ពីគុកតារាជព្រឹត្តិការណ៍ថ្ងៃរះនៅចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្តនៅសមរាត្រីខែមិនិនានេះជាព្រឹត្តិការណ៍យ៉ាងពិសេសមួយព្រឹត្តិការណ៍ពិសេសថ្ងៃរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្តអាចកើតមាន2ដងក្នុងមួយឆ្នាំគឺនៅថ្ងៃទី21ខែមីនាម្ដងហើយអាចនៅថ្ងៃទី22ខែកញ្ញានិងអាចកើតមានម្ដងទៀតសមរាត្រីគឺជាពេលវេលាដែលរវាងពេលថ្ងៃនិងពេលយប់ឲ្យមានរយៈពេលស្មើគ្នាដោយខុសពីខែធម្មតាខ្លះរយៈពេលយប់វែងជាងពេលថ្ងៃឬក៏រយៈពេលថ្ងៃវែងជាងពេលយប់នោះគឺជាព្រឹត្តិការណ៍ទូទៅរបស់ផែនដីដែលតែងតែកើតមាននៅក្នុងពិភពលោកប៉ុន្តែសម្រាប់ប្រាសាទអង្គរវត្តដែលមានព្រឹត្តិការណ៍សមរាត្រីកើតឡើងនេះមិនមែនជារឿងចៃដន្យនោះទេវាគឺជាលក្ខណៈពិសេសរបស់បុព្វបុរសខ្មែរដែលរៀបចំស្ថាបត្យកម្មប្លង់របស់ប្រាសាទទុកជាមុនជាស្រេចដោយបំណងតម្រូវតាមបាតុភូតធម្មជាតិឲ្យប្រាសាទអង្គរវត្តបង្កើតជាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្តនេះឡើងគេអាចនិយាយបានថាជាព្រឹត្តិការណ៍ពិសេសរះចំកណ្ដាលនៃកំពូលប្រាសាទអង្គរវត្តប្រហែលជាអច្ឆរិយៈនេះកើតមានតែនៅលើប្រាសាទអង្គរវត្តនៃប្រទេសកម្ពុជាតែប៉ុណ្ណោះចំណែកឯសំណង់បុរាណជាច្រើននៅប្រទេសដទៃទៀតក្នុងពិភពលោកគឺមិនអាចរៀបចំដូចនេះបានទេតាមការស្រាវជ្រាវបានបង្ហាញថាប្រហែលជាមានតែអង្គរវត្តខ្មែរតែមួយគត់ដែលបានរៀបចំក្នុងបរិក្ខារគ្រប់គ្រងរបស់ព្រះអាទិត្យហើយពេលថ្ងៃនិងពេលយប់លេចចំកណ្ដាលកំពូលរបស់អង្គរវត្តលើសពីនឹងក៏មានពេលថ្ងៃវែងជាងយប់ពេលយប់វែងជាងថ្ងៃក៏វានៅក្នុងប្លង់របស់ប្រាសាទអង្គរវត្តដែរនេះគឺជាចំណុចពិសេសដែលថាមានតែមួយគត់នៅលើโลกនេះដែលសំណង់បែបនឹងហើយធំស្កឹមស្កៃបែបនឹងដែលស្ថាបនាឡើងដើម្បីគ្រប់គ្រងដំណើរកោចរនៃព្រះអាទិត្យមួយឆ្នាំមាន2ដងដែលមានតែមួយថ្ងៃគត់ការកសាងបែបនេះមានមូលហេតុយ៉ាងសំខាន់ដែលយើងអាចឆ្លើយនឹងសំណួរដែលតែងតែសួរថាហេតុអ្វីអង្គរវត្តបែរមុខទៅលិចគឺក្នុងគោលដៅគេធ្វើឲ្យថាមពលនៃចក្រភពរបស់ខ្មែរគ្រប់គ្រងអំណាចទាំងមូលរបស់ចក្រវាឡដែលមានព្រះអាទិត្យជាតំណាងហើយផុសតាងគឺយើងឃើញច្បាស់ដែលយើងស្គាល់ស្ដេចសាងអង្គរវត្តគឺព្រះបាទសូរ្យវរ្ម័នទី2ស្អីទៅជាសូរ្យវរ្ម័នមានន័យថាជាអ្នកមនុស្សឬជនដែលទទួលការពារពីព្រះអាទិត្យសូមជម្រាបជូនថាអ្វីត្បិតតែក្នុងមួយឆ្នាំព្រឹត្តិការណ៍ពិសេសសមរាត្រីថ្ងៃរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្តអាចកើតឡើងក្នុងមួយឆ្នាំ2ដងក្តីក៏ប៉ុន្តែបាតុភូតនោះកើតឡើងមិនដូចគ្នានោះទេ